រៀបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំផនិតបាទមកទៀតហើយបងប្អូនបាទជាមួយនឹងឡានថ្មីស្តុកថ្មីបងប្អូនបាទប្រភេទ Toyota Tacoma បងប្អូនបាទគាត់បងប្អូនឃើញ logo នេះរូបរាងនេះបងប្អូនស្គាល់ហើយបាទជាប្រភេទ Tacoma បាទគឺស្រុកខ្មែរយើងគឺសម្បូរប្រើដោយសារតែវាធន់វាហាប់ហើយសម្បូរគ្រឿងបន្លាស់បាទអញ្ចឹងបងប្អូនចូលមើលជាមួយខ្ញុំហើយខ្ញុំនឹងប្រាប់ចំណុចពិសេសបាទពីឡាននេះបាទតោះអញ្ជើញចូលក្នុងមកបងឡាននេះគឺ Tacoma បាទប្រភេទតួខ្ពស់ណាបងប្អូនបាទតួខ្ពស់ឆ្នាំ1996បាទតួខ្ពស់ហើយឥឡូវអញ្ចឹងបងប្អូនមកមើលផ្នែកខាងមុខបាទផ្នែកខាងមុខគឺបណ្ណាមុខអីគឺនៅថ្មីបងប្អូនបាទនៅថ្មីបាទចង្គៀងស៊ីនបាទនៅថ្មីនៅស្អាតបាទស្រស់បាទក្រុមមេកាងក៏នៅណាកាងក្រុមមេនៅស្អាតទាំងអស់បងប្អូនបាទនៅផ្នែកខាងមុខឥឡូវយើងមកមើលផ្នែកចង្គៀងម្ដងឥឡូវយើងចាប់ដើមពីកង់បងប្អូនបាទសបកកង់បាទគឺនៅថ្មីបងប្អូនបាទថ្មីមែនទែនហ្មង 99% សបកកង់នេះបងប្អូនបាទនៅប្រួយហើយកន្លះនៅជ្រៅបាទបើនិយាយពីទឹកថ្នាំវិញ smooth ហ្មងបងប្អូនបាទទឹកថ្នាំ smooth ហ្មងបាទមកស្អាតហ្មងចូលដៃ LH អូតូខាគឺដឹងតែមកស្អាតហើយទឹកថ្នាំបាទហើយសម្រាប់បាទ UV បងប្អូនបាទ UV មកជុំឡានគឺយើងអ៊ុតហើយបាទតូទឹកក៏យើងដាក់ហើយដែរបាទនេះក្រុមមេកញ្ចក់នេះបាទក្រុមមេកញ្ចក់នេះក៏មានដែរបាទបងប្អូនបាទ logo Toyota បាទហើយពណ៌ក្រហមនេះក្រហមស្អាតបងក្រហមហុងស៊ុយយកទៅប្រើដល់ហុងស៊ុយបាទសម្រាប់បងប្អូនដែលត្រូវការដឹកបងប្អូនបាទអានេះគឺជាប្រភេទមកបាំងកន្លះបងប្អូនបាទមកបាំងកន្លះបាទត្រង់វែងដឹកបានច្រើនណាស់បងប្អូនបាទដឹកបានច្រើនណាស់ហើយយើងបានតុបតែងបងប្អូនបាទដូចជាតែមត្រង់នេះបាទឲ្យតែ pick up បាទចូលដៃ LX អូតូខាគឺបាទតែមត្រង់មកជុំគឺមកស្អាតឲ្យហ្មងបាទលេងឲ្យមកស្អាតសបកកង់បងប្អូនបាទសបកកង់ក្រោយបើនិយាយចំទៅឡាននេះសបកកង់ថ្មី5គ្រាប់បងប្អូនបាទតង់កង់សកួរបាទនេះកង់សកួរក្រោមហ្នឹងថ្មីដែរបងប្អូនបាទនៅកាឡាននៅព្រុយថ្មីជ្រើងហ្មង 99% ហ្មងបាទនេះបងប្អូនបាទថ្មីជ្រើងហ្មងបាទថ្មីជ្រើងតោះបងប្អូនមកមើលស្តុបក្រោយម្ដងថ្មីបងស្តុបក្រោយនៅថ្មីបាទតែមកជុំត្រង់បាទបើនិយាយពីត្រង់វិញត្រង់វែងបងប្អូនបាទត្រង់វែងដឹកបានច្រើនណាសម្រាប់បងប្អូនយកទៅដឹកបាទមួយគ្រឿងនេះបងប្អូនបាទអត់ខុសបំណងទេហើយនេះបងប្អូនបាទផ្លាកលេខ 2A ព្រះវិហារបាទហើយស្តុបខាងនេះក៏នៅថ្មីដែរបាទហើយតែមត្រង់មកជុំដូចខ្ញុំថាអញ្ចឹងបាទហើយនេះសបកកង់ខាងនេះបងប្អូនបាទមិនថាខ្ញុំកុហកសបកកង់ថ្មី5គ្រាប់ទាំងកង់សកួរហ្មងបាទនេះបងប្អូនបាទបកកង់ថ្មីបាទតែមិនលេងមកស្អាតទឹកថ្នាំ smooth ទាំងសងខាងហ្មងបាទហើយ UV បាទមកជុំឡានបាទតូទឹកហើយបាទនេះឈ្នន់ជន់អីក៏យើងមានណាបងប្អូនបាទហើយមួយគ្រឿងនេះបងប្អូនដឹងអីដឹងមានចំណុចពិសេសត្រង់ណាអត់ឥឡូវបងប្អូនចូលមើលជាមួយខ្ញុំនឹងប្រាប់ចំណុចពិសេសមួយសិនបាទតោះបងចូលក្នុងបាទអញ្ចឹងទ្វារខាងក្នុងនេះគឺនៅស្អាតអត់ទាន់មានការប្រហែលប្រហុយថ្នាំទេបងប្អូនបាទនៅស៊ីននៅសំណុំទាំងអស់បាទដើម្បីតែព្រើម៉ាស៊ីនត្រជាក់ព្រើអីបាទគឺនៅស្អាតស្រោមចកោតបាទស្បែកពុកស្បែកអីគឺយើងបានដេបាទស្អាតថ្មីអញ្ចឹងបងប្អូនបាទនេះលើបងប្អូនមើលខាងក្នុងបន្តិចបាទនេះបាទស្បែកពុកមានការបាទលហែអីទៅហ្នឹងបងប្អូនបាទនៅស្អាតអត់អីទេបាទហើយចំណុចពិសេសមកបងអូតូកាពីតាបងប្អូនបាទនេះកាពីតាបាទអូតូកាពីតាបណ្ដៃថាឡាននេះគឺបាទឆ្នាំធៀបមែនប៉ុន្តែមានកាបតាបងប្អូនបាទសម្រាប់បងប្អូនយកទៅដឹកធ្ងន់បាទចូលចកាចូលអីកាបតាគឺមួយអេបងប្អូនបាទនេះមញ៉េ Android ហើយទៀតបាទមញ៉េ Android មញ៉េ Bluetooth ហើយទៀតបងប្អូនបាទយកទៅប្រើទៅឡាននេះបងប្អូនយកទៅបាទគឺជិះតែហ្មងបងប្អូនអត់បាច់តាយកទៅតុបតែងថែមថយធ្វើអីទៀតទេបាទគឺជិះបងប្អូនបាទនេះឥឡូវយើងចាប់សបកកង់មួយទៀតបាទនេះថ្មីដូចគ្នាបងប្អូនបាទសបកកង់ថ្មីដូចគ្នាបាទ 99% បាទឯកសារបងប្អូនបាទជាគុណផ្លូវអីគឺរួចរាល់បងប្អូនបាទរួចរាល់ហើយឡាននេះបងប្អូនដឹងពិសេសត្រង់ណាអត់មួយទៀតបងប្អូនចំណុចពិសេសមួយទៀតយើងបានដំឡើងម៉ាស៊ីនម៉ាស៊ុតបាទរួចរាល់ហើយម៉ាស៊ីនម៉ាស៊ុត Prado បងប្អូនបាទឥឡូវខ្ញុំបើកម៉ាស៊ីនឲ្យមើលបាទបាទម៉ាស៊ីនម៉ាស៊ុត Prado តើបងចូលគៀកមើលម៉ាស៊ីនមកនេះបងប្អូនបាទពីថាខ្ញុំកុហកបាទថាកុមារតែយើងបានដាក់តម្លើងម៉ាស៊ីនម៉ាស៊ុតហើយបងប្អូនបាទម៉ាស៊ីន Prado និយាយទៅមួយគ្រឿងនេះគឺពិសេសហ្មងបាទម៉ាស៊ីនម៉ាស៊ុតហើយមានកាប់បតាហើយតួខ្ពស់ហើយបងប្អូនយកទៅដឹកចូលព្រៃចូលចកាមួយក៏មកអេមដែរបងប្អូនបាទមិនបាច់បារម្ភទេបាទហើយស៊ីតិចទៀតម៉ាស៊ីនម៉ាស៊ុត100គីឡូស៊ី7 8លីត្រទេបងប្អូនបាទស៊ីតិចទេបាទស៊ីតិចទេអញ្ចឹងម៉ាស៊ីនបងប្អូនចាប់អារម្មណ៍បាទមួយគ្រឿងនេះបាទបងប្អូនតាក់ទងមកតម្លៃត្រឹមតែ7000ជាងទេបាទតម្លៃត្រឹមតែ7000ជាងបងប្អូនតម្លៃពិសេសហើយបើសិនជាបងប្អូនចង់តាក់ទងបាទយករូបលម្អិតព័ត៌មានលម្អិត
ខ្ញុំនឹងដាក់ Telegram នៅខាងលើបាទហើយបើសិនជាបងប្អូនថានៅឆ្ងាយអត់ចង់អត់មានពេលមកទេខ្ញុំមានសេវាបើកជូនបងប្អូនដល់ផ្ទះហ្មងបាទម៉ាស៊ីនប្រអប់លេខមកអេមបងប្អូនមករត់ស្រួលស្ទុះពេលម៉ាស៊ីនមកសុទ្ធចឹងមែនតែស្ទុះណាបាទឡាននេះបាទម៉ាស៊ីនប្រអប់លេខអីគឺចូលមកឆ្ងាញ់ហ្មងបាទហើយមួយទៀតសម្រាប់ឯកសារបាទគឺគ្រប់ត្រឹមត្រូវបងប្អូនបាទណាហើយដូចខ្ញុំប្រាប់ចឹងសេវាកម្មគឺមកឆ្ងាញ់សម្រាប់បងប្អូនបាទចឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទសម្រាប់ព័ត៌មានបន្ថែមចាំបងប្អូនបាទខលខ្ញុំក៏បានអាច Telegram របស់ខ្ញុំក៏បានឬមួយក៏ឆាតចូល page ក៏បានដែរបងប្អូនបាទចឹងអរគុណច្រើនបងប្អូនបាទជួបគ្នាវីដេអូក្រោយទៀត